ថៃមិនត្រឹមតែជាជំរកនៃពួកអក្រិតជនអនឡាញទេថែមទាំងជាសម្បុកអក្រិតកម្មដ៏ធំបំផុតផងដែរតម្រួតថៃបានបង្ហាញអាវុធ 4422 ដើមគ្រាប់ 26490 និងគ្រឿងផ្ទុះ 606 ដែលជាលទ្ធផលនៃការបោះសម្អាតអក្រិតកម្មនៅក្នុងប្រទេសថៃចាប់ពីថ្ងៃទី14ដល់ទី20ខែមិថុនាឆ្នាំ2025ក្នុងនោះជនសង្ស័យចំនួន 3600 នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរនេះបើតាមការចុះផ្សាយដោយកាសែតបាងកកផុសនៅថ្ងៃទី24ខែមិថុនាកាលពីពេលថ្មីៗនេះមន្ត្រីថៃម្នាក់បានចោទកម្ពុជាថាអាចជាជំរកបណ្ដាញអក្រិតកម្ម Cyber ដ៏ធំបំផុតរបស់ពិភពលោកដែលគាំទ្រដោយអ្នកមានអំណាចតែឥឡូវរឿងពិតកំពុងបង្ហាញថាគឺប្រទេសថៃខ្លួនឯងទេដែលជាសម្បុកអក្រិតកម្មអនឡាញដ៏ធំទូរទស្សន៍សង្ហបុរីនៅយប់ថ្ងៃទី20ខែមិថុនាឆ្នាំ2025បានផ្សាយវីដេអូឯកសារមួយដែលបង្ហាញថាប្រទេសថៃជាមជ្ឈមណ្ឌលចែកចាយធំបំផុតនៃជនដែលត្រូវបង្ខំឲ្យទៅធ្វើការឲ្យពួកក្រុម Cyber Crime ប្រែក្លាយពីតំបន់ត្រីកោណមាសទៅជាតំបន់ត្រីកោណផ្លាទីន